មានបងប្អូនតែងតែសួរខ្ញុំថានៅក្នុងទូរស័ព្ទរបស់ខ្ញុំហ្នឹង record screen ប្រើកម្មវិធីអីបាទហើយក្នុងវីដេអូនេះគឺខ្ញុំចង់ប្រាប់ទៅបងប្អូនទាំងអស់គ្នាថាតើតើទៅនឹងកម្មវិធី record screen គឺវាដោយទូរស័ព្ទបងប្អូនខ្លះមានទូរស័ព្ទខ្លះអត់អញ្ចឹងបើសិនជាដោយទូរស័ព្ទខ្ញុំអញ្ចឹងអត់មានទេដល់អញ្ចឹងខ្ញុំត្រូវការតម្លើងកម្មវិធីបន្ថែមដើម្បី record screen បាទអញ្ចឹងកម្មវិធីដែលខ្ញុំប្រើរាល់ថ្ងៃនោះគឺកម្មវិធី X Recorder បាទអញ្ចឹងបងប្អូនទាំងអស់គ្នាអាចទៅ download បាននៅក្នុង Play Store បាទហ្នឹងហើយនៅពេលដែលយើង download បានហើយបងប្អូនទាំងអស់គ្នាអាចចូលមកមើលលេងហើយនេះគឺជាការកំណត់ setting របស់ខ្ញុំនៅក្នុងកម្មវិធី X Recorder បាទអូខេឥឡូវយើងចូលមកកម្មវិធីហ្នឹងមកហើយវាចេញផ្ទាំងបែបនេះយើងចុចចំកន្លែងកងចាក់កន្លែង setting នេះអូខេហើយបងប្អូនអាចកែសម្រួលតាមអ្វីដែលបងប្អូនចង់បានតែនេះគឺជាការកំណត់របស់ខ្ញុំទេកន្លែង audio setting ហ្នឹងទាក់ទងទៅនឹង microphone អញ្ចឹងយើងចង់កន្លែងនេះវាមាន4វាមាន mode មាន microphone មាន external audio អញ្ចឹងបានន័យថាកន្លែងនេះយើងបិទសំឡេងកន្លែងនេះគឺយើងប្រើសំឡេង microphone កន្លែងនេះគឺសំឡេងកន្លែងនេះបានន័យថាយើងនិយាយទៅអត់ឮទេឮតែខាងក្នុងសំឡេងចេញពីទូរស័ព្ទមកវិញអញ្ចឹងហើយចំពោះកន្លែងនេះគឺឮទាំងការនិយាយយើងចេញពី microphone ហើយនឹងឮសំឡេងពីក្នុងមកវិញពីក្នុងទូរស័ព្ទមកពីបើកន្លែង microphone នេះគឺឮទាំងអស់បានថាយើងបើកទូរស័ព្ទមកឮដែរប៉ុន្តែបើសិនជាករណីយើងដោតកាសយើងនិយាយទៅឮតែអ្វីដែលចេញពីយើងទេប៉ុន្តែសំឡេងគឺអត់អាចចូលចេញពីទូរស័ព្ទបានទេបើយើងដោតកាសប៉ុន្តែបើយើងបើកអត់ដោតកាសវាអាចឮឆ្លងចូលក្នុងដែរអញ្ចឹងបាទអញ្ចឹងខ្ញុំជ្រើសរើសយក microphone នៅពេលដែលខ្ញុំ record ម្ដងហើយចំពោះសំឡេងខ្ញុំបើកអស់200ហើយចំពោះកន្លែង video setting គឺខ្ញុំជ្រើសរើសយក 1080p ហើយនេះបាទមើលតាមទៅដោយសារតែខ្ញុំកំពុង record អញ្ចឹងអត់អាចចុចមើលបានហើយចំពោះកន្លែងនេះគឺប្រភេទប្តីឬក៏វិឈរតែឥឡូវខ្ញុំកំពុងថតហ្នឹងគឺខ្ញុំដាក់វិឈរអូខេដូចជាមានប៉ុណ្ណឹងហើយកន្លែងនេះខ្ញុំដាក់នៅពេលយើងចាប់ដើមថតគឺ3វិនាទីអូខេមានតែប៉ុណ្ណឹងហើយបងប្អូនទាំងគ្នាអាចស្វែងយល់បន្ថែមទៀតក្នុងកម្មវិធីមួយនេះបាទអញ្ចឹងហ្នឹងហើយបើសិនជាបងប្អូនអត់ធ្លាប់ប្រើទេបងប្អូនទាំងគ្នាអាចសាកប្រើកម្មវិធីនេះបានបាទអរគុណបាយបាយ